តើអ្នកហ៊ានបដូរជីវិតទេបើសត្រូវមាន3,000នាក់ចំណែកអ្នកមានគ្នាត្រឹមតែ120នាក់នេះមិនមែនជាសាច់រឿងក្នុងសុបិនអាក្រក់ទេប៉ុន្តែវាជាសោកនាដកម្មពិតដែលបានកើតឡើងនៅលើភ្នំតកករីហ្សេងឡាសួស្តីបងប្អូនទាំងអស់គ្នាខ្ញុំបាទ Monkey JR នេះជារឿងទី1ដែល admin នឹងធ្វើការសម្រាយដំបូងបំផុតហើយសង្ឃឹមថាប្រិមិត្តនឹងពេញចិត្តរឿងដែលយើងនឹងសម្រាយនៅក្នុងថ្ងៃនេះមានចំណងជើងថា120 Bahadur ហើយនេះមិនមែនគ្រាន់តែភាពយន្តសង្គ្រាមធម្មតាតែប៉ុណ្ណោះទេវាជាការចងចាំនៅរឿងរ៉ាវពិតនៃវីរភាពដែលពិភពលោកស្ទើរតែភ្លេចបាត់បង់ទៅហើយតោះកុំខាត់ពេលវេលាយូរយើងនឹងចាប់ផ្ដើមដឹងពីដើមហេតុនៃសង្គ្រាមទាំងអស់គ្នាក្នុងឆ្នាំ1962ប្រវត្តិសាស្ត្រប្រទេសឥណ្ឌាបានជួបប្រទះនូវការជឿចាប់មិនអាចបំភ្លេចបានមួយខណៈដែលពាក្យស្លោកឥណ្ឌាចិនគឺជាបងប្អូនកំពុងបន្លឺឡើងពេញទីក្រុងនានារបស់ឥណ្ឌាគ្មាននរណាម្នាក់ដឹងទេថានៅពីក្រោយស្នាមញញឹមនោះគឺជាការក្បត់ដែលកំពុងតែរងចាំរួចជាស្រេចបងប្អូនខ្ញុំគិតថាការក្បត់ដែលជឿចាប់បំផុតគឺជាការក្បត់ដែលចេញពីមាត់មនុស្សដែលយើងទុកចិត្តបំផុតនេះឯងនៅថ្ងៃទី20ខែតុលាឆ្នាំ1962ជនជាតិចិនបានឆក់យកឱកាសដែលឥណ្ឌាមិនបានត្រៀមខ្លួនបានវាយប្រហារចូលមកយ៉ាងសាហាវឃោរឃៅនៅក្នុងតំបន់អសៃឈិនពួកគេមិនមែនមកដើម្បីចរចាទេតែមកដើម្បីលេបត្របាក់ទឹកដីបន្ថែមទៀតតែម្ដងគោលដៅបន្ទាប់របស់ពួកគេគឺជ្រលងឈូស៊ុលនៃតំបន់ឡាក់ដាប្រសិនបើពួកគេអាចគ្រប់គ្រងអាកាសយានដ្ឋាននៅស៊ូឈុលបាននោះចែមូនិងខេស្មៀទាំងមូលនឹងធ្លាក់នៅក្នុងដៃសត្រូវភ្លាមចាប់ផ្ដើមដំណើរសាច់រឿងយើងងាកមកមើលបុរសម្នាក់ដែលជាទាហានកំពុងតែរត់កាត់នៅលើភ្នំតកកដ៏សែនត្រជាក់គាត់ដកដង្ហើមយ៉ាងធំមើលទៅហត់នឿយខ្លាំងណាស់មុននឹងបានដួលសម្លាប់បាត់ស្មារតីទៅបន្ទាប់មកទេសាច់រឿងក៏កាត់ចូលក្នុងមន្ទីរពេទ្យបុរសនោះកំពុងតែមានការស្រមោលស្រមៃរវើរវាយមេទាហាន2នាក់បានឈរមើលថែទាំគាត់ហើយម្នាក់នៅក្នុងចំណោមនោះក៏បានសួរគាត់ថាតើលោកមកពីណាមានបញ្ហាអ្វីមេទាហានមួយរូបទៀតក៏បាននិយាយទៅកាន់មេទាហានធំថាលោកទុកពេលឲ្យគាត់បន្តិចមើលទៅគាត់ដូចជាមានអាការៈរវើរវាយខ្លាំងណាស់ហើយភ្លាមនោះមានពេទ្យម្នាក់ក៏បានចាក់ថ្នាំឲ្យគាត់ដើម្បីឲ្យគាត់ទទួលបានការសម្រួលអារម្មណ៍បន្ទាប់មកសាច់រឿងបានកាត់ចូលដល់តួអង្គឯករបស់យើងមានឈ្មោះថារ៉ែមច័ន្ទឌីយ៉ាដាវ3ថ្ងៃមុននេះគាត់គឺជាមន្ត្រីនៅទីស្នាក់ការកណ្ដាលនៅទីក្រុងដេលីគាត់បានទទួលសារដ៏អាក្រក់ទាក់ទងនឹងស្ថានភាពព្រំដែនគាត់បានទទួលឱកាសដែលឲ្យគាត់ចូលរួមជាមួយនឹងកងវីរៈសេនាធំគូម៉ាអ៊ុនទី13នៅស៊ូឈុលដែលជាតំបន់ប្រឈមមុខបន្ទាត់ជាមួយនឹងសត្រូវសាច់រឿងក៏បានបដូរទៅកាន់ទីតាំងបន្ទាប់ដែលបង្ហាញពីទាហានមួយក្រុមកំពុងតែឈរស្វាគមន៍លោកវីរៈសេនីឯកនិងជំរំរបស់ទាហានឥណ្ឌារៀបចំយ៉ាងប្រុងប្រយ័ត្នបន្ទាប់មកលោកវីរៈសេនីឯកនិងមេបញ្ជាការបានជួបជុំគ្នាវីរៈសេនីឯកបានសង្កត់យ៉ាងធ្ងន់ថាពួកគេមិនអាចបាត់បង់អាកាសយានដ្ឋានស៊ូឈុលបានឡើយមិនថាក្នុងកាលៈទេសៈណាក៏ដោយហើយគាត់ក៏បានសួរមេបញ្ជាការធំអំពីផែនការការពាររបស់ពួកគេមេបញ្ជាការធំក៏បានរៀបរាប់ពីដំណើរបន្តបន្ទាប់ដែលនៅក្នុងនោះមានរួមមានកងកាំភ្លើងធំក្រខាទី1ដល់ទី8គឺត្រូវដាក់ពង្រាយហើយនៅលើភ្នំហ្គោវ៉ាន់គឺមានក្រុមប្រាវ៉ូដែលជាកងសេនាធំសន្សំកម្លាំងដើម្បីការពារតំបន់នោះក្នុងករណីបើចិនវាយប្រហារអាកាសយានដ្ឋានចំណុចពិសេសនោះគឺថាក្រុមឆាលីដែលនឹងការពារតំបន់រីហ្សេងឡាវីរៈសេនីឯកបានសួរដោយក្តីបារម្ភថាតើក្រុមឆាលីអាចការពារតំបន់នោះបានប្រាកដហើយឬតើលោកទុកចិត្តគេទេមេបញ្ជាការឆ្លើយតបភ្លាមៗថាលោកនេះមិនមែនជាការសម្រេចចិត្តរបស់ខ្ញុំទេនេះគឺមេបញ្ជាការក្រុមឆាលីបានស្ម័គ្រចិត្តទៅដោយខ្លួនឯងសាច់រឿងបានបង្ហាញពីបុរសក្លាហានម្នាក់កំពុងតែដើរឆ្លងភ្នំតែម្នាក់ឯងទាហានចិន2នាក់បានត្រៀមវាយឆ្មក់គាត់បុរសនោះបានធ្វើសកម្មភាពចម្លែកធ្វើឲ្យទាហានចិនឆ្ងល់ក្រោយពីការបាញ់ព្រមាន2គ្រាប់និង3គ្រាប់បាញ់ចំត្រចៀករបស់គាត់បណ្ដាឲ្យហូរឈាមគាត់បានផ្ដល់សញ្ញាលេខកូដម៉ោង8ដឺក្រេគំនរថ្មតាមពិតនេះជាផែនការដ៏ប៉ិនប្រសប់របស់គាត់ដែលបានផ្ដល់សញ្ញាឲ្យទាហានម្នាក់នៅពីក្រោយខ្នងគាត់បាញ់ទាហានចិនយ៉ាងត្រឹមត្រូវចំគោលដៅតែម្ដងបុរសនោះគឺសៃតានស៊ីងគាត់មានរហស្សនាមថាអារៈមិនមែនន័យអាក្រក់ទេបងប្អូនកន្លែងនេះគឺសំដៅទៅលើមនុស្សដែលមានអាការៈចម្លែកខុសគេតែមានភាពច្បាស់លាស់និងប៉ិនប្រសប់ដោយអតិទេពមួយរូបអញ្ចឹងសាច់រឿងបន្តបានកាត់ដល់ពេលយ៉ាដាវបានដល់ជំរំ
គាត់បានជួបនឹងជជែកជាមួយនឹងមេបញ្ជាការនៅទីនោះដោយប្រាប់ខ្លួនជាក្រុមស្ម័គ្រចិត្តដែលបានចូលរួមជាមួយនឹងក្រុមឆាលីរបស់មេបញ្ជាការសៃស៊ីងយើងនឹងគាត់ក៏បានផ្ដល់ថ្នាំសម្រាប់ញ៉ាំនិងអាវរងាមួយសម្រាប់សមាជិកថ្មីនៃក្រុមឆាលីពេលនោះយ៉ាដាវក៏បានប្រាប់គាត់ថាបានតែអាវមួយទេសំថែមមួយទៀតមកបានអត់ពួកគេក៏សើចចំអកគាត់ព្រោះថានៅទីនោះសម្លៀកបំពាក់គឺមានតម្លៃថ្លៃខ្លាំងណាស់ដោយសារតែទាហានម្នាក់គឺមានអាវមួយតែប៉ុណ្ណោះព្រោះនៅនឹងគឺមានភាពខ្វះខាតខ្លាំងអ្នកទាំងអស់គ្នាបន្ទាប់មកយ៉ាដាវក៏បានសួរមេដែលគ្រប់គ្រងនៅទីនោះថាតើគាត់អាចរកក្រុមឆាលីនៅឯណាមេបញ្ជាការក៏ឆ្លើយថាឲ្យដើរទៅត្រង់ប៉ុន្តែមិនមែនទៅដល់ជំរំទេណាតែឃើញវិធីជប់លៀងច្រើនជាងតែពេលដើរទៅដល់យ៉ាដាវបានឃើញទាហានមួយក្រុមកំពុងតែអ៊ូអដោយមានទាហាន2នាក់វាយគ្នាដើម្បីដណ្ដើមយកសូកូឡាការប្រយុទ្ធនោះគឺជាលបងបញ្ញាដ៏ចម្លែកមួយអ្នកដែលឈ្នះគឺជាអ្នកដែលបានថើបផ្ពាល់ដៃគូប្រយុទ្ធខ្លួនឯងបានក្រោយពីអ្នកឈ្នះបានដើរទៅយកសូកូឡាតែអ្នកភ្នាល់មិនអោយក៏បង្កការវាយតប់គ្នាពិតប្រាកដនៅកន្លែងហ្នឹងយ៉ាដាវឃើញដូច្នេះក៏ចូលទៅបំបែកតែត្រូវមួយកែងនៅនឹងកន្លែងតែម្ដងភ្លាមនោះលោកវីរៈសេនីឯកសៃស៊ីងយើងហ្នឹងក៏បានដើរចូលមកដល់ឲ្យបញ្ឈប់ការឈ្លោះគ្នាភ្លាមតែម្ដងគាត់ក៏បានបន្តសួរទៅកាន់ទាហានទាំងអស់គ្នាថាតើអ្នកមកប្រយុទ្ធជាមួយនឹងសត្រូវឬមួយបងប្អូនខ្លួនឯងសៃស៊ីងក៏បានបន្តពយល់ពីរៈសំខាន់នៃឈាមរបស់ពួកគេដែលមានតម្លៃកាត់ថ្លៃពុំបានលោកក៏បានបន្តសង្កត់ធ្ងន់ថាជនជាតិចិនបានឈានពានទឹកដីរបស់ពួកគេហើយពួកគេត្រូវតែបញ្ឈប់វាហើយដើម្បីឈ្នះសង្គ្រាមពួកគេត្រូវតែមានវិន័យហើយរួបរวมគ្នាជាធ្លុងមួយដើម្បីការពារប្រទេសជាតិនៃមាតុភូមិរបស់ពួកគេបន្តមកយ៉ាដាវក៏បានណែនាំខ្លួនទៅកាន់សៃស៊ីងភ្លាមក៏ហៅគាត់ចូលទៅក្នុងជំរំប្រាប់អំពីដំណឹងដែលយើងនឹងទៅរីស៊ីងឡានៅថ្ងៃស្អែកនេះតែម្ដងដោយសារយ៉ាដាវជាអ្នកតបជាប់វិសុឆាលីបានផ្ដាំគាត់ឲ្យការពារខ្លួនឲ្យបានល្អត្រូវតែពាក់មួកការពារជានិច្ចព្រោះក្រុមរបស់គាត់ទើបតែបាត់បង់បូរវិសុម្នាក់កាលពីសប្តាហ៍មុននិយាយចប់សៃស៊ីងក៏បានដើរចេញទៅត្រឡប់មកវិញបូរម្នាក់ដែលវាយគ្នានោះត្រូវបានដាក់វិន័យយ៉ាងធ្ងន់ធ្ងរត្រូវឲ្យគេងនៅក្បែរទ្រុងសัตว์គោត្រង់នេះអេដមីនពិតជាអាណិតគាត់មែនតើដោយសារកំហុសតែមួយសោះត្រូវលោកគ្រូដាក់វិន័យឲ្យគេនៅក្រៅដែលមានអាកាសធាតុដ៏សែនត្រជាក់ក៏ទៅជីវិតទាហានមិនសួរដូចទីគេនិយាយនោះទេត្រូវតែគោរពវិន័យជានិច្ចចូលមកដល់ឈុតនេះស្ថានភាពនៅព្រំដែនកាន់តែតានតឹងទៅសៃស៊ីងបានរាយការណ៍ថាពួកចិនកំពុងតែបោះជំរំនៅតំបន់ស្ប៉ុងគួរប៉ុន្តែអ្វីដែលគួរឲ្យបារម្ភនោះមិនមែនរឿងសត្រូវទេគឺរឿងអាកាសធាតុសៃស៊ីងបានប្រាប់មេបញ្ជាការថាគាត់បានសួរអ្នកស្រុកនៅទីនោះហើយពួកគេបានប្រាប់ថាប្រហែលថ្ងៃទៀតនឹងមានព្យុះធំបោកមកហើយមេបញ្ជាការឆ្ងល់ថាក្នុងរបាយការណ៍អាកាសធាតុអត់មានឃើញផងហ្នឹងសៃស៊ីងក៏បានឆ្លើយតបទៅវិញបែបគោថាខ្ញុំជឿលើបទពិសោធន៍អ្នកស្រុកនៅទីនេះរាប់ឆ្នាំជាជាងរបាយការណ៍ក្រដាសស្នាមទាំងនោះសៃស៊ីងបានវិភាគយុទ្ធសាស្ត្រថាពួកចិនហ្នឹងមិនវាយប្រហារចំទេប៉ុន្តែពួកគេនឹងប្រើព្យុះនេះជាខែលដើម្បីលួចវាយឆ្មក់យកច្រករីស៊ីងឡាប៉ុន្តែមេបញ្ជាការមិនយល់ស្របទេគាត់គិតថារីស៊ីងឡាវាជាផ្លូវតូចចង្អៀតពេកសត្រូវមិនងាយយកកងទ័ពនិងកំភ្លើងធំឆ្លងកាត់បានឡើយគាត់សន្និដ្ឋានថាពួកចិនច្បាស់ជាវាយតាមផ្លូវស្ប៉ាំងហ្គោដែលជាផ្លូវស្រួលជាងនេះវិញសៃស៊ីងនៅតែរក្សាជំហរគាត់ដដែលគាត់ថាចំកន្លែងដែលយើងគិតថាมันអាចហ្នឹងហើយជាកន្លែងដែលសត្រូវនឹងចង់វាយបំផុតព្រោះយើងនឹងធ្វើប្រហែសគាត់ក៏បានស្នើសុំកម្លាំងបន្ថែមនិងកម្លាំងកំភ្លើងធំដើម្បីការពារច្រករីស៊ីងឡាជាអកុសលមេបញ្ជាការក៏ប្រាប់ថាมันអាចដកកម្លាំងទៅបន្ថែមនៅរីស៊ីងឡានៅពេលនេះបានទេតែគាត់សន្យាថាបើអាកាសធាតុអំណោយផលគាត់នឹងបញ្ជាកំភ្លើងធំជួយពីចម្ងាយកាត់មកដល់ខាងភាគីចិនវិញម្ដងលោកប្រធានម៉ៅបានបញ្ជាដាច់ខាតទៅកាន់ឧត្តមសេនីយ៍កៅថាត្រូវតែដោតទង់ជាតិកុម្មុយនីសនៅលើអាកាសយានដ្ឋានស៊ូឈុលឲ្យបានក្នុងរយៈពេល3ថ្ងៃហើយđâyបានជាបញ្ញាប់ម្លេះក៏ព្រោះតែពេលនោះអន្តរជាតិកំពុងតែដាក់សម្ពាធខ្លាំងដូច្នេះចិនត្រូវតែប្លន់យកទឹកដីឲ្យបានច្រើនបំផុតមុនពេលគេបង្គាប់ឲ្យឈប់បាញ់គ្នាព្រោះដីណាដែលយកបានគឺជារបស់គេហើយអ្វីដែលគួរឲ្យខឹងនោះគឺ
ពួកចិនសើចចំអកឲ្យកងទ័ពទាហានឥណ្ឌាថាជាក្មេងខ្វៀលទំនាបដែលមិនចេះចម្បាំងលើភ្នំទេនិងមិនអាចទ្រាំលើអាកាសធាតុដកសូន្យបានឡើយពួកគេគិតថារីសិងឡានឹងក្លាយជាចំណីរបស់ពួកគេយ៉ាងងាយស្រួលបំផុតបញ្ជាវាយលុកត្រូវបានដាក់ចេញព្យុះសង្គ្រាមដ៏ធំកំពុងរំកិលខ្លួនឆ្ពោះទៅរកទាហាន120នាក់របស់យើងហើយមុនពេលសង្គ្រាមមកដល់យើងមកមើលជីវិតក្មេងវាលទំនាបរបស់យើងវិញម្ដងទោះបីអាកាសធាតុត្រជាក់ដល់ឆ្អឹងតែទឹកចិត្តបងប្អូនទាហានរបស់យើងគឺកក់ក្ដៅអូនតែម្ដងចំណនេះគឺយើងនឹងឃើញភាពរីករាយជាមួយនឹងមិត្តរួមក្រុមដែលគាត់កំពុងតែសរសេរសម្បត្តិទៅតារាស្រីដ៏ល្បីម្នាក់ហើយនឹងម្នាក់ទៀតកំពុងតែបានសន្យាគ្នាថាចប់សង្គ្រាមយើងនាំគ្នាទៅលេងក្រុងមុំបៃមើលសមុទ្រនិងទៅជួប idol យើងឲ្យបានម្ដងណានៅក្នុងជីវិតណាសម្លាញ់គេក៏បានសន្យាគ្នាហើយមើលទៅយើងឃើញថាជីវិតរបស់ពួកគេគឺហាក់ដូចជាសាមញ្ញតែម្ដងបើប្រៀបធៀបនឹងអ្វីដែលយើងគិតទៅគឺឃើញថាវាជាក្តីសង្ឃឹមចុងក្រោយដែលពួកគេនិយាយគ្នាដើម្បីជាកម្លាំងចិត្តតស៊ូនៅថ្ងៃខាងមុខនេះប៉ុន្តែមើលឃើញគេលេងសើចអញ្ចឹងអីតែឲ្យតែនិយាយរឿងមាតុភូមិឈាមជាប់ពួកអាហាររបស់ពួកគេគឺពោះកញ្ជ្រោលតែម្ដងត្រង់កន្លែងនេះពួកគេបានប្រាប់យ៉ាងមួងមាត់ថាពួកយើងអាហារបើនិយាយផ្អែមឲ្យជីវិតក៏បានបើចង់មកប្លន់ដីម៉ែយើងកុំថាឡើយមួយជីវិតសំបីតែសត្រូវមក100ជីវិតក៏យើងហ៊ានយកដែរពាក្យសម្ដីនេះពិតជាចាក់ដោតខ្លាំងណាស់ចង់ដឹងថាតើពួកបងអាហារនឹងប្រើក្បាច់អ្វីទប់ទល់ជាមួយនឹងពួកចិនដែលបានមើងងាយពួកគេបន្ទាប់ពីភាពសប្បាយរីករាយដល់វគ្គមនោសញ្ចេតនាម្ដងលោកមេបញ្ជាការសៃតានស៊ីងបាននឹកឃើញដល់កូនប្រុសរពឹសនិងភរិយាដ៏ស្រស់ស្អាតនៅឯផ្ទះជុតនេះពិតជាចាក់ដោតខ្លាំងណាស់ភរិយារបស់លោកបានប្រាប់ថានាងមានមោទនភាពណាស់ចំពោះដែលខ្លួនមានប្តីទាហានស្នេហាជាតិទោះបីជាមានការបារម្ភពីសុវត្ថិភាពតែនាងបានសន្យាថានឹងងើបមុខឲ្យខ្ពស់ជានិច្ចក្នុងនាមជាគ្រួសារទាហានការពារជាតិលោកសៃតានស៊ីងក៏បានសន្យាវិញថាក្នុងនាមជាអ្នកចម្បាំងម្នាក់លោកនឹងធ្វើឲ្យគ្រួសារនិងមាតុភូមិមិនខកចិត្តឡើយភាពសប្បាយរីករាយត្រូវបានជំនួសដោយភាពលំបាកវិញម្ដងពេលនេះកងទ័ពរបស់យើងកំពុងតែធ្វើដំណើរឡើងទៅកាន់កម្ពស់ 17,000 ហ្វីតដែលជាកម្ពស់មួយដែលធ្វើឲ្យមនុស្សម្នាក់ដាច់ខ្យល់បានយ៉ាងងាយមើលចុះបងប្រុសរ៉ែមច័ន្ទដាវយើងដែលជាបុរសវិជុយើងនឹងចាប់ផ្ដើមធ្វើទុកហើយគាត់ដកដង្ហើមមិនចង់ដល់គ្នានឹងញ័រខ្លួនដោយកូនមន់ត្រូវទឹកភ្លៀងអញ្ចឹងនេះហើយជាអ្វីដែលពួកចិនមើងងាយក្មេងវាលទំនាបមិនអាចទ្រាំនឹងអាកាសធាតុតកកបានប៉ុន្តែសំណាងល្អដែលគាត់មានបងប្អូនទាហានល្អជួយដាស់តឿនឲ្យលេបថ្នាំសម្របខ្លួនទោះបីជាយ៉ាងណាទោះបីមាត់អាក្រក់យ៉ាងម៉េចនៅតែល្អជាមួយនឹងគ្នានឹងពិតជាសុំសរសើរនៅទឹកចិត្តរបស់គាត់ណានៅតាមផ្លូវលោកមេបញ្ជាការសៃស៊ីងក៏បានជួបជាមួយនឹងអ្នកស្រុកដែលកំពុងរត់ភៀសខ្លួននិងដាស់តឿនពួកគេយ៉ាងកក់ក្ដៅឲ្យទៅរកកន្លែងសុវត្ថិភាពសិនព្រោះសង្គ្រាមលើកនេះមិនមែនជារឿងលេងសើចឡើយលោកមេបញ្ជាការដឹងច្បាស់ថាសមរភូមិនៅខាងមុខនឹងក្លាយជាសមុទ្រឈាមដូច្នេះលោកមិនអាចចង់ឲ្យអ្នកស្រុកសូត្រង់មកពាក់ព័ន្ធឡើយមកដល់វគ្គរៀបចំយុទ្ធសាស្ត្រហើយលោកមេបញ្ជាការសៃតានស៊ីងមិនបង្អង់យូរទេលោកបានបែងចែកកងទ័ព120នាក់ជា3ក្រុមធំៗដើម្បីយាមកាមច្រករីស៊ីងឡានេះឲ្យជាប់ដូចដែកថែបកងទី9បងរ៉ាមស៊ីងត្រូវបានឈរជើងនៅមុខគេបង្អស់ជាប់មាត់ច្រកព្រំដែនចំណែកកងទី8របស់បងហារីត្រូវចាំស្ទាក់បាញ់នៅពីក្រោយក្នុងចម្ងាយ900ម៉ែត្របើពួកចិនហ៊ានតែលូនចូលមកចំកណ្ដាលច្រកដឹងតែងងឹតមុខមិនខានចំណែកបងស៊ូយ៉ាដែលកាចជាងគេត្រូវដឹកនាំកងទី7យាមនៅជួរភ្នំខ្ពស់ជាមួយកាំភ្លើងត្បាល់ដែលចាំគាំទ្រពីក្រោយរៀបចំឡើងជុំចិត្តបែបនេះសូម្បីតែសត្វស្លាបក៏ពិបាកហោះកាត់ដែរប៉ុន្តែបញ្ហាកើតឡើងស្របពេលសត្រូវចិត្តមកដល់ស្រាប់តែវិជុតាក់ទងមានបញ្ហារអាក់រអួលទៅវិញលោកមេបញ្ជាការបានបញ្ជាយ៉ាងច្បាស់ឲ្យរ៉ែមច័ន្ទឌីយ៉ាដាវជួសជុលវាជាប្រញាប់តែម្ដងកាត់មកមើលជីវិតជួរមុខវិញម្ដងមុននឹងបាញ់គ្នាបងប្អូនយើងអង្គុយជុំគ្នាញ៉ាំស៊ុបរបស់ពូចៃយ៉ាងឆ្ងាញ់ពិសាទោះបីជាមានការបង្អាប់លេងសើចថាស៊ុបនោះគ្មានរសជាតិ
សំបីតែពួកចិនញ៉ាំហើយក៏រត់ចោលស្រុកដែរតែក៏វាជាអាហារដ៏ក្តៅអ៊ុនៗដែលជួយកក់ក្តៅដល់បេះដូងទាហាននៅក្នុងអាកាសធាតុដ៏ត្រជាក់នេះជននេះបង្ហាញឲ្យយើងឃើញថាបងប្អូនគេលេងសើចដល់ថ្នាក់ភ្ញាក់ផ្អើលជាមួយនឹងឈ្មោះរបស់មេបញ្ជាការទៀតផងដែលពេលនោះគាត់បានសួរថាហេតុអីបានជាលោកមេបញ្ជាការមានឈ្មោះ nickname ថាអារ៉េអញ្ចឹងមេបញ្ជាការក៏អត់ដឹងឆ្លើយយ៉ាងម៉េចក៏ថាទុកបដិញពួកចិនឲ្យចេញពីទឹកដីយើងបន្តមកទៀតក៏ធ្វើឲ្យមានរឿងរ៉ាវស្រក់ទឹកភ្នែកដែលរឿងរ៉ាវនោះកើតឡើងដោយមានទាហានរបស់យើងម្នាក់គាត់គឺជាមនុស្សដែលមានសម្លេងពិរោះមែនទែនហើយគាត់ក៏ត្រូវបានគេឲ្យឡើងច្រៀងភ្លាមៗការច្រៀងរបស់គាត់ធ្វើឲ្យមនុស្សរាល់គ្នានឹករលឹកដល់ម្ដាយភូមិកំណើតបានធ្វើឲ្យសមរភូមិដ៏ត្រជាក់បែរជាមានភាពកក់ក្ដៅនិងរំជួលចិត្តបំផុតគ្រប់គ្នាដឹងថាពួកគេប្រហែលគ្មានឱកាសបានត្រឡប់ទៅផ្ទះវិញទេនៅថ្ងៃទី17ខែវិច្ឆិកាឆ្នាំ1962លោកមេបញ្ជាការសៃស៊ីងបានបញ្ជាឲ្យកូនចៅលោបចូលទៅបង្កើតប៉ុស្តិ៍ស្ដាប់ការសង្កាត់ដើម្បីឃ្លាំមើលសត្រូវពេលកំពុងធ្វើដំណើរពួកគេក៏ឮសំឡេងកាំភ្លើងពីភូមិចាកាហើយក៏ប្រញាប់រត់ទៅទីនោះភ្លាមៗពេលទៅដល់ភូមិភាពព្រួយបារម្ភរបស់លោកសៃស៊ីងបានខ្លាចជាការពិតទាហានចិនបានលួចសម្លាប់ប្រជាជនស៊ីវិលទាំងអស់គ្មានសល់ភ្លាមៗនេះក៏មានការវាយឆ្មក់ពីទាហានចិនដែលបង្កប់ខ្លួនការប្រយុទ្ធខ្នាតតូចបានផ្ទុះឡើងទោះបីជាមានការព្រួយបារម្ភថាពួកចិនបានបង្កប់ខ្លួនប្រមាណអ្នកក៏ដោយក៏មេបញ្ជាការសៃស៊ីងបានបង្ហាញភាពក្លាហាននិងថ្មីដៃដ៏ប៉ិនប្រសប់ក្នុងការដឹកនាំនិងការប្រយុទ្ធទល់មុខនឹងសត្រូវភាពក្លាហានរបស់មេបញ្ជាការគឺពិតជាមិនអាចប្រកាសបានឡើយទីបំផុតលោកសៃស៊ីងក៏បានរួចផុតពីគ្រោះថ្នាក់ប៉ុន្តែបន្តិចក្រោយមកលោកបានដើរទៅឃ្លាំមើលខាងមុខបន្តិចក៏បានឃើញកងទ័ពចិនរាប់ពាន់នាក់ហែហោមធ្វើជាដំណើរមកហើយព្រាមនេះលោកសៃស៊ីងក៏បានបញ្ជាឲ្យរ៉ែមចន្ទឌីយ៉ាដាវដែលបងដាវយើងនឹងតបឈប់វិទ្យុទៅកាន់មេបញ្ជាការធំភ្លាមដើម្បីរាយការណ៍អំពីបញ្ហាធំនេះសូមគោរពលោកពេលនេះកងសត្រូវថ្មើរជើងប្រហែល 3000 នាក់បានវាយសម្រុកមករីសិង្លាហើយមេបញ្ជាការធំក៏បានឲ្យលោកសៃស៊ីងរក្សាជំហរសិនរងចាំបញ្ជាថ្នាក់លើដោយសូមការអនុញ្ញាតដោះស្រាយបញ្ហានេះសិនប៉ុន្តែសៃស៊ីងបានឆ្លើយតបវិញថាយើងគ្មានពេលទៀតទេសត្រូវគឺត្រូវតែត្រៀមនឹងសម្រុកមកបន្តិចទៀតនឹងហើយមេបញ្ជាការធំបានប្រាប់យ៉ាងច្បាស់ថាគាត់មិនអាចផ្ដល់កងទ័ពបន្ថែមភ្លាមបានទេដូច្នេះវិធីតែមួយគត់គឺសៃស៊ីងត្រូវតែដកថយទ័ពចេញពីរីសិង្លាពេលនេះតែម្ដងសៃស៊ីងឮដូច្នេះក៏បានពោលថាខ្ញុំមិនដកទេបើដកស្មើនឹងយើងចុះចាញ់ខ្ញុំនឹងតទល់ជាមួយនឹងសត្រូវមេបញ្ជាការធំក៏សួរតើលោកច្បាស់ទេថានៅនឹងប្រយុទ្ធជាមួយនឹងសត្រូវឈុតបន្តក៏កាត់មកដល់មេបញ្ជាការទាំងពីរកំពុងតែពិភាក្សាគ្នាហើយគាត់ក៏បានប្រាប់ពីដំណឹងថាសៃស៊ីងមិនព្រមដកថយទេរួចមេបញ្ជាការម្នាក់ទៀតក៏សួរគាត់ថាទាហាន120នាក់តទល់យ៉ាងម៉េចឈ្នះនឹងសត្រូវ 3000 នាក់ទៅជុតនេះក៏បានកាត់ចូលដល់សៃស៊ីងកំពុងរាយការណ៍អំពីបញ្ហាដ៏ធំមួយនេះទៅកាន់ទាហានទាំង120នាក់លោកក៏បានពោលថាសូមគោរពរាយការណ៍ដល់កងទ័ពទាំង20នាក់ខ្ញុំមេបញ្ជាការសៃតានស៊ីងសូមរាយការណ៍ទាហានចិនប្រហែល 3000 នាក់កំពុងតែសម្រុកមកទីតាំងរបស់ពួកយើងហើយមេបញ្ជាការធំឲ្យយើងធ្វើការដកថយទៅកាន់តំបន់សុវត្ថិភាពប៉ុន្តែខ្ញុំសម្រេចចិត្តថាមិនដកថយជាដាច់ខាតការដកថយគឺស្មើនឹងការចោះចាញ់ហើយខ្ញុំនឹងនៅប្រយុទ្ធតទល់នឹងសត្រូវប៉ុន្តែបើអ្នករាល់គ្នាមានការភ័យខ្លាចនឹងសង្គ្រាមដ៏ធំមួយនេះអ្នកទាំងអស់គ្នាធ្វើការដកថយខ្លួនបានខ្ញុំមិនដាក់ពិន័យឬស្ដីបន្ទោសអ្នករាល់គ្នាឡើយព្រោះនេះជាការសម្រេចចិត្តដ៏គ្រោះថ្នាក់សម្រាប់ខ្ញុំនេះជាទឹកដីរបស់ខ្ញុំជាមាតុភូមិរបស់ខ្ញុំមិនធ្វើឲ្យសត្រូវឈ្លានពាននិងកាន់កាប់ទឹកដីរបស់ខ្ញុំបានទេស្ងាត់បានមួយផ្លែតកងអនុសេនីយ៍ធំទាំង3ក៏បានតបទៅវិញថាត្រូវហើយនេះជាទឹកដីរបស់ពួកយើងវាជាផ្ទះរបស់ពួកយើងកងទ័ពទាំង120នាក់របស់លោកក៏បានបង្ហាញចំហរួបរวมគ្នាថានឹងមិនដកថយឡើយដោយព្រមរស់ជាមួយនឹងមេបញ្ជាការក៏ស្លាប់ជាមួយនឹងមេបញ្ជាការពួកយើងគឺមិនដកថយទាំងអស់គ្នាពួកយើងសាមគ្គីគ្នាយើងមិនទៅណាទេឈុតក៏កាត់ចូលមកដល់ថ្ងៃទី21ខែវិច្ឆិកាឆ្នាំ1962នៅក្នុងមន្ទីរពេទ្យមួយដែលមានលោកគ្រូពេទ្យកំពុងតែស្ដាប់វិទ្យុពីការប្រកាសបទឈប់បាញ់របស់ចិនបុរសម្នាក់ដែលយើងឃើញតាំងពីដើមសាច់រឿងបានភ្ញាក់ពីដំណេកហើយមានភាពតក់ស្លុតជាខ្លាំងតែគាត់បានស្រែក
ថាសូមជួយខ្ញុំផងខ្ញុំចង់និយាយជាមួយនឹងលោកប្រធានរបស់ខ្ញុំកាត់ចូលមកដល់ទាហានទាំង120នាក់របស់យើងវិញកំពុងតែមានភាពត្រជាក់យ៉ាងខ្លាំងប៉ុន្តែសៃស៊ីងយើងទេពុំខ្វល់ជាមួយនឹងភាពត្រជាក់សោះសកម្មភាពកន្លែងនេះគាត់កំពុងតែសម្លឹងមើលកំភ្លើងគិតពីយុទ្ធសាស្ត្រជាច្រើនបន្តិចក្រោយមកក៏មានគេបានរាយការណ៍ពីទីតាំងស៊ើបការថាចន្លោះម៉ៃណាកំពុងមានសកម្មភាពមិនស្រួលលោកសៃស៊ីងក៏បានស្រែកថាទាំងអស់គ្នាសូមត្រៀមការប្រយុទ្ធគឺនឹងចាប់ផ្ដើមនៅបន្តិចទៀតនេះហើយងាកមកមើលខាងជំរំចិនវិញផែនការអន្ទាក់របស់ពួកគេត្រូវបានបែកការហើយមេបញ្ជាការចិនក៏បានដាក់អន្ទាក់ថ្មីភ្លាមៗនោះអ្នកស៊ើបការក៏បានរាយការណ៍មកសៃស៊ីងថាមានទ័ពចិនប្រហែល15នាក់បានលបចូលមកជិតជំរំយើងហើយលោកសៃស៊ីងបានហាមឃាត់មិនឲ្យវាប្រហារភ្លាមៗទេដោយខ្លាចគេប្រើកលល្បិចហើយលោកសម្រេចចិត្តថានឹងទៅទីនោះដោយខ្លួនឯងតែម្ដងភ្លាមៗនោះលោកមេបញ្ជាការសៃស៊ីងក៏បានរៀបចំស្វាគមន៍កងទ័ពចិនដែលដើរចូលមកនោះដោយស្រែកថាហ្វៃឈុតឆាកប្រយុទ្ធក៏ចាប់ផ្ដើមយុទ្ធសាស្ត្ររបស់លោកគឺប្រើទាហានកាន់កំភ្លើងប្រហែល4ទៅ5នាក់ឈរបាញ់តទល់ជាមួយនឹងគាត់នៅជួរមុខគោលដៅគឺដើម្បីតាក់ទាញទាហានចិនឲ្យដើរចូលមកកាន់តែច្រើនមុននឹងប្រើទាហានបង្កប់បាញ់គ្រាប់RPG ពីក្រោយប៉ុន្តែមិនយូរប៉ុន្មានទាហានឥណ្ឌាម្នាក់ឈ្មោះរ៉ាមឡាវបានត្រូវរបួសយ៉ាងធ្ងន់ធ្ងរលោកសៃស៊ីងក៏បានបញ្ជូនគេទៅជំរុំវិញជាបន្ទាន់ដើម្បីធ្វើការព្យាបាលប៉ុន្តែរ៉ាមឡាវបានបដិសេធគាត់បានស្នើឲ្យអ្នកទាំងអស់គ្នាចាកចេញទៅហើយគាត់នឹងនៅម្នាក់ឯងប្រើគ្រាប់បែកធ្វើអត្តឃាតដើម្បីសម្លាប់ទាហានចិនទាំង15នាក់នោះនេះគឺជាស្មារតីលះបង់ដ៏អង្អាចក្លាហានដើម្បីមាតុភូមិមុនពេលចេញទៅគាត់ក៏បានយកសុកាឡាមួយដុំឲ្យទៅមិត្តភ័ក្តិដែលគាត់បានជំពាក់កាលពីលើកមុនដោយនិយាយថាសំទោសនេះគឺជារបស់ឯងគ្នាសងឯងវិញរូបភាពក៏បានកាត់មកដល់ការបំផ្ទុះត្រូវបានផ្ទុះឡើងយើងក្រឡេកមកមើលជំរំរបស់ចិនវិញម្ដងឃើញថាពួកគេមានព្រៀបខ្លាំងណាស់ទាំងអាវុធនិងស្បៀងគឺសម្បូរហូរហៀឧត្តមសេនីយ៍កៅមើលទៅមិនសប្បាយចិត្តទេព្រោះកំពុងតែរកវិធីដណ្ដើមយកតំបន់ Rizangla ឲ្យបានព្រោះវាជាច្រកតែមួយគត់ទៅកាន់ស៊ូឈុលភ្លាមៗនោះលោកកៅក៏បានរៀបចំផែនការវាយប្រហារកងទ័ពឥណ្ឌានៅក្នុងយប់នេះតែម្ដងដោយឆ្លៀតឱកាសក្នុងអំឡុងពេលដែលមានព្យុះនោះលោកជឿជាក់ថាឥណ្ឌាមិនបានដឹងពីផែនការនេះទេកាត់មកវិញជាមួយនឹងការត្រៀមខ្លួនរបស់កងអនុសេនីយ៍ធំទី9លោកសៃស៊ីងបានណែនាំទាហានឲ្យប្រើប្រាស់គ្រាប់កាំភ្លើងដោយប្រុងប្រយ័ត្នបំផុតដោយផ្ដាំថាមួយគ្រាប់មួយសត្រូវនឹងត្រូវប្រើកាំភ្លើងធំទប់ទល់នៅពេលសត្រូវមានគ្នាច្រើនហើយស្របពេលនោះដែរវិទ្យុក៏មិនអាចតាក់ទងទៅកាន់កងអនុសេនីយ៍ធំទី8បាននោះទេហើយសង្គ្រាមក៏បានចាប់ផ្ដើមភ្លាមៗកងអនុសេនីយ៍ធំទី9ដែលមានគ្នាប្រហែល30នាក់បានវាយតបនឹងសត្រូវរាប់រយនាក់ការលះបង់របស់កងទី9ទោះបីជាពួកគេបង្កឲ្យមានការខាត់បងយ៉ាងច្រើនដល់សត្រូវក៏ដោយក៏តងទ័ពចិនបានប្រើកាំភ្លើងផ្លោងពីចម្ងាយធ្វើឲ្យកងទ័ពជួរមុខឥណ្ឌាទទួលរងការខូចខាតធ្ងន់ធ្ងរហើយទោះបីជាកងអនុសេនីយ៍ធំទី9ទាំង30នាក់បានបាត់បង់ជីវិតទាំងអស់យុទ្ធសាស្ត្រវាយបករបស់សៃស៊ីងលោកមេបញ្ជាការរបស់យើងនិងទាហាន2នាក់បានឡើងទៅលើទួលខ្ពស់ហើយបានទម្លាក់គ្រាប់បែកចំដុំថ្មធំៗដើម្បីសង្កត់លើទ័ពចិនដែលលួចឆ្មក់ពីក្រោយផែនការនេះទទួលបានជោគជ័យដោយសម្លាប់និងធ្វើឲ្យទាហានចិនប្រមាណជាងរាប់រយនាក់បានរងរបួសដូចគ្នាសៃស៊ីងបានត្រឡប់មកជំរុំកងធំទី9វិញក៏បានប្រទះឃើញទាហានម្នាក់ឈ្មោះថាតារ៉ាមនៅមានដង្ហើមចុងក្រោយលោកក៏បានសួរមេបញ្ជាការថាតើឪពុករបស់ខ្លួនមានមោទនភាពចំពោះខ្លួនទេសៃស៊ីងឆ្លើយមិនមែនតែឪពុករបស់អ្នកទេគឺប្រទេសជាតិទាំងមូលពិតជាមានមោទនភាពចំពោះអ្នកខ្លាំងណាស់បន្ទាប់មកលោកសៃស៊ីងក៏បានប្រាប់ទាហាន2នាក់ដែលនៅជាមួយនឹងគាត់នោះឲ្យប្រមូលគ្រាប់រំសេវដែលនៅសេសសល់ដើម្បីឆ្ពោះទៅកាន់កងអនុសេនីយ៍ធំទី8បន្តទៀតកាន់មកទីស្នាក់ការកណ្ដាលរបស់ឥណ្ឌាវិញមេបញ្ជាការធំបានព្យាយាមតាក់ទងទៅកាន់កងទ័ពនៅរីសាំងឡាច្រើនដងប៉ុន្តែมันមានការឆ្លើយតបទេដោយសារនៅតំបន់នោះមានកម្ពស់ខ្ពស់ពេកធ្វើឲ្យសេវាវិទ្យុត្រូវបានផ្ដាច់ត្រឡប់មកកងអនុសេនីយ៍ធំទី8វិញយ៉ាដាវកំពុងតែព្យាយាមតាក់ទងទៅរកជំនួយផ្សេងៗប៉ុន្តែនៅតែមិនទាន់បានផលពេលនោះសៃស៊ីងក៏បានត្រឡប់មកដល់កងអនុសេនីយ៍ធំទី8ហើយប្រាប់ឲ្យកងទ័ពត្រៀមប្រយុទ្ធភ្លាមលោកផ្ដាំថាកងអនុសេនីយ៍ធំទី9ត្រូវបានបាត់បង់ដោយសារគ្រាប់កាំភ្លើងធំរបស់សត្រូវបានវាយប្រហារ
ដូច្នេះពួកគេត្រូវតែប្រុងប្រយ័ត្ននិងកិច្ចឲ្យលឿនបំផុតពេលសត្រូវវាយបកនិយាយមិនទាន់រួចផងកងទ័ពចិនក៏បានមកដល់អាវុធរបស់ចិនពិតជាទំនើបជាងឥណ្ឌាឆ្ងាយណាស់ទោះបីជាយ៉ាងណា Sniper របស់ឥណ្ឌាគឺពូកែខ្លាំងណាស់ one shot គឺ one kill តែម្ដងយ៉ាដាវបានតាក់ទងទៅកាន់កងអនុសណ្ដីធំទី7ដែលមានក្រុមកំភ្លើងធំឲ្យប្លង់កំភ្លើងធំទៅកាន់ទីតាំងរបស់សត្រូវដើម្បីបំផ្លាញកំភ្លើងធំរបស់ពួកគេវិញផែនការទី2របស់មេបញ្ជាការចិនត្រូវបានបរាជ័យទៀតហើយដោយសារលើកមុនចិនធ្វេសប្រហែសតែលើកនេះពួកគេក៏បានត្រៀមក្រុមកំភ្លើងធំនៅវាឆ្មក់ខាងជំហៀងភ្នំវិញដែលជាលទ្ធផលក្រុមកំភ្លើងធំរបស់កងអនុសណ្ដីទី7ត្រូវបានបាត់បង់ហើយកាំភ្លើងធំរបស់ចិនបានវាយសង្គ្រប់មកលើទីតាំងធំរបស់កងអនុសណ្ដីទី7ដូចគ្នាការតស៊ូចុងក្រោយបានមកដល់ហើយទាហានឥណ្ឌាកាន់តែបាត់បង់ជីវិតទៅគណៈទាហានចិនកាន់តែច្រើនឡើងវិជ្ជារបស់យ៉ាដាវក៏មិនអាចប្រើការបានសោះឡើយដោយសារក្របកាំភ្លើងចាប់ផ្ដើមអស់លោកមេបញ្ជាការបានស្រែកប្រាប់ឲ្យទាហានទាំងអស់ត្រៀមអាវុធទី2គឺកាំបិតដើម្បីការពារខ្លួនលោកសៃស៊ីងបានលើកទឹកចិត្តដល់កងទ័ពដែលនៅសេសសល់ដោយនិយាយថាពួកអ្នករាល់គ្នាពិតជាពូកែណាស់តែ120នាក់សោះតទល់នឹងសត្រូវរាប់ពាន់នាក់ពិតជាខ្លាំងក្លាណាស់ម្ល៉េះហើយកុំចោះចាញ់យើងត្រូវតែតស៊ូប្រយុទ្ធដល់ទីបញ្ចប់បន្ទាប់ពីលឺដូច្នេះទាហានឥណ្ឌាបានប្រយុទ្ធយ៉ាងស្វិតស្វាញនៅក្នុងការវាយប្រយុទ្ធគ្នាដោយប្រើកាំបិតដោយមេបញ្ជាការចិនពាក់វ៉ែនតាខ្មៅភ័យស្លន់ស្លោនិងខឹងយ៉ាងខ្លាំងព្រោះនឹកស្មានមិនដល់ថាទាហានចិនហ៊ានបូជាជីវិតជាមួយនឹងសត្រូវរាប់ពាន់នាក់ជាមួយនឹងកំហឹងនិងការបាត់បង់កងទ័ពរាប់ពាន់នាក់របស់មេបញ្ជាការពាក់វ៉ែនតាខ្មៅនេះបានឆក់យកកំភ្លើងហើយចូលវាយប្រយុទ្ធដោយខ្លួនឯងតែម្ដងក្នុងអំឡុងពេលប្រយុទ្ធលោកសៃស៊ីងបានត្រូវគ្រាប់ជាច្រើនគ្រាប់ហើយអាពាក់វ៉ែនតាខ្មៅនឹងក៏បានដើរចូលទៅបំរុងនិងសម្លាប់លោកមេបញ្ជាការដ៏ឆ្នាំរបស់យើងហើយប៉ុន្តែភ្លាមនោះការរំពឹងទុកត្រូវបានបរាជ័យព្រោះវាត្រូវបំផ្លាញដោយលោកសៃស៊ីងដោយប្រើប្រាស់ឧបាយកលចាស់ដែលជាយុទ្ធសាស្ត្រដែលគាត់បានរៀបចំទុកតាំងពីដើមរឿងនោះឯងផែនការនេះបានជួយសង្គ្រោះជីវិតរបស់តួអង្គសៃស៊ីងយើងម្ដងទៀតហើយបើទោះបីជារួចផុតដោយប្រើឧបាយកលចាស់ក៏ដោយតែសៃស៊ីងបានត្រូវគ្រាប់ច្រើនពេកបណ្ដាឲ្យឈាមបានបាត់បង់អស់ពីខ្លួនទីបំផុតជីវិតរបស់គាត់ត្រូវបានបាត់បង់ទាហានឥណ្ឌាដែលនៅសេសសល់មានកំហឹងយ៉ាងខ្លាំងចំពោះការបាត់បង់មេបញ្ជាការរបស់ពួកគេហើយបានតស៊ូប្រយុទ្ធជាមួយនឹងកម្លាំងចុងក្រោយរបស់ពួកគេទីបំផុតទាហានឥណ្ឌាទាំង120នាក់បានលាចាកលោកអស់ទៅហើយដោយនៅសល់តែយ៉ាដាវតែម្នាក់គត់កំពុងតែពូននៅគៀនថ្មយ៉ាដាវបានប្រយុទ្ធឈ្នះទាហានម្នាក់ប៉ុន្តែត្រូវទាហានចិន2នាក់ទៀតចង្អុលកាំភ្លើងមកស្របពេលនោះដែរសៃស៊ីងដែលនៅដង្ហើមចុងក្រោយបានប្រើកាំភ្លើងខ្លីបាញ់សម្លាប់ទាហានចិនទាំង2នាក់នោះដើម្បីជួយសង្គ្រោះជីវិតយ៉ាដាវជាមួយនឹងបណ្ដាំចុងក្រោយរបស់លោកក៏បានផ្ញើសម្បត្តិនិងនាឡិកាជូនទៅកាន់គ្រួសារតាមរយៈយ៉ាដាវជាបំណងចុងក្រោយវីរភាពទាំងនេះបានលះបង់ជីវិតដើម្បីការពារទឹកដីនិងបានបំពេញភារកិច្ចរបស់ពួកគេដោយមានមោទនភាពបំផុតជាចុងក្រោយឧត្តមសេនីយ៍កៅបានចុះមកដល់សមរភូមិហើយបានដើរទៅកាន់សាកសពរបស់មេបញ្ជាការសៃស៊ីងរួចដាក់កំភ្លើងនៅក្នុងដៃរបស់លោកការធ្វើបែបនេះគឺបង្ហាញពីការគោរពនិងកោតសរសើរយ៉ាងជ្រាលចំពោះវីរភាពដ៏អង្អាចក្លាហានរបស់មេដឹកនាំម្នាក់នេះដែលបានប្រយុទ្ធរហូតដល់ទីបញ្ចប់ដោយមិនចុះចាញ់ឡើយការលាតត្រដាងចុងក្រោយត្រូវបានបង្ហាញប្លង់នៅដើមរឿងដែលបង្ហាញអំពីបុរសទាហានរត់កាត់ភ្នំតកកដ៏សែនត្រជាក់ជាមួយនឹងទាហានដែលសម្រាកនៅក្នុងមន្ទីរពេទ្យនោះតាមពិតគឺជាលោករ៉ែមច័ន្ទឌីយ៉ាដាវតែម្នាក់នឹងឯងដែលបាននៅសេសសល់ជីវិតកាលពីសង្គ្រាមដ៏កុកខៅនោះហើយរឿងរ៉ាវវីរភាពទាំងអស់នេះត្រូវបានចងក្រងនិងនិពន្ធឡើងដោយផ្អែកលើការរៀបរាប់របស់លោកដែលលោកជាសាក្សីផ្ទាល់តែម្នាក់គត់